សួស្តីអ្នកទាំងអស់គ្នាខ្ញុំគុនធាមកពី Hana កម្ពុជានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបោះកម្រិត Classroom ដោយប្រើប្រាស់ម៉ាស៊ីន XI8330 របស់ Hana ការជ្រើសរើសវិធីសាស្ត្រដំបូងយើងត្រូវជ្រើសរើស parameter លើម៉ាស៊ីន XI8330 ចុចប៊ូតុង Power ដើម្បីបើកម៉ាស៊ីនបន្ទាប់មកចុចប៊ូតុង Method ប្រើប៊ូតុងសញ្ញាព្រួញដើម្បីស្វែងរកនិងជ្រើសរើស parameter right total រួចចុចប៊ូតុង Select ដើម្បីបញ្ជាក់ដំណើរការវាស់បន្ថែមគំរូដែលត្រូវវាស់ចំនួន10 ml ចូលទៅក្នុង cuvette បិទគម្របចោលនិងមូរគម្របខ្មៅបិទឲ្យជិតប្រើកន្សែងជួយ cuvette ឲ្យស្ងួតដាក់ cuvette ចូលទៅក្នុងម៉ាស៊ីនចុចប៊ូតុង 0 នៅពេលអេក្រង់បង្ហាញ 0.00 មានន័យថាការកំណត់ 0 ត្រូវបានជោគជ័យយក cuvette ចេញពីម៉ាស៊ីនយកកញ្ចប់ reaction XI9311-0 ដាក់កញ្ចប់ reaction តាមបណ្ដោយផ្លូវដែលគេកំណត់ច្របាច់មាត់កញ្ចប់ទាំងសងខាងដាក់ reaction ទាំងអស់ចូលទៅក្នុង cuvette បិទគម្របចោលនិងមូរគម្របខ្មៅបិទជិតក្រឡោះ cuvette តិចរយៈ20វិនាទីដើម្បីឲ្យថ្នាំរលាយប្រើកន្សែងជូត cuvette ឲ្យស្ងួតដាក់ cuvette ចូលទៅក្នុងម៉ាស៊ីនចុចប៊ូតុង Timer អេក្រង់នឹងបង្ហាញនាឡិការ៉ាប់ថយក្រោយ2នាទីនិង30វិនាទីនៅពេលនាឡិការ៉ាប់ចប់អេក្រង់នឹងបង្ហាញលទ្ធផល 0.48 មីលីក្រាមក្នុង1លីត្រខ្លោសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូកុំភ្លេចចុច Like និង Subscribe នៅខាងក្រោមដើម្បីតាមដានវីដេអូថ្មីៗពី Hana